ជ្រូកព្រៃមេមួយក្បាលត្រូវបានខ្លាឃិនវ័យក្មេងមួយក្បាលឡោមព័ទ្ធនៅក្នុងរូងក្រញ៉ាំរបស់ខ្លាឃិនបានចាប់ក្រញ៉ាំជាប់ទៅនឹងជ្រូកព្រៃមេមួយនេះជ្រូកព្រៃមេស្រែកត្រហោយមិនដោយអស់សង្ឃឹមខ្លាឃិនប្រើកម្លាំងទាំងអស់ដែលមានដើម្បីអូសវាចេញមកស្រាប់តែជ្រូកព្រៃឈ្មោលដែលទើបតែវិលត្រឡប់មកដល់ផ្ទះបានឃើញគ្រោះថ្នាក់របស់ប្រពន្ធវាបានផ្ទុះកម្លាំងយ៉ាងខ្លាំងក្លាជ្រូកព្រៃឈ្មោលបានស្ទុះទៅយ៉ាងលឿនគួរឲ្យភ្ញាក់ផ្អើលវាបានប្រើចង្គមរបស់វាចាក់ទៅលើចំហៀងខ្លួនរបស់ខ្លាឃិនយ៉ាងពេញទំហឹងខ្លាឃិនត្រូវបានក្រឡាប់ផ្ងាក្រោយវាងឿងឆ្ងល់នឹងឈរស្កឹងនៅនឹងកន្លែងខ្លាឃិនបង្ខំចិត្តដកថយចេញមកប៉ុន្តែវាក៏បានបង្វែរគោលដៅទៅលើជ្រូកព្រៃឈ្មោលនេះវិញខ្លាឃិនខំជាប់ស្មារបស់ជ្រូកព្រៃឈ្មោលយ៉ាងណែននេះមិនមែនជាការលុបវាប្រហារដោយស្ងៀមស្ងាត់ទៀតឡើយប៉ុន្តែវាជាការប៉ះទង្គិចគ្នាដោយកម្លាំងពិតសត្វសាហាវវ័យក្មេងមួយនេះត្រូវបានជំរុញដោយសភាពកត់ឃ្លានវាខំជាប់មិនព្រមលែងគោលដៅថ្មីដែលបង្ហាញខ្លួនដោយចៃដន្យនេះទេការលែងមាត់អាចមានន័យថាជាការបរាជ័យព្រោះចង្គង់ទាំង4របស់ជ្រូកព្រៃគឺមុតស្រួយខ្លាំងណាស់ស្បែករបស់ខ្លាឃិនគឺស្ដើងជាងបន្តិចបើត្រូវចង្គង់មុតចំក្បាលពោះឬភ្នែកវាអាចបណ្ដាលឲ្យរបួសធ្ងន់ធ្ងរឬបាត់បង់សមត្ថភាពក្នុងការប្រមាញ់នៅពេលដែលខ្លាឃិនហាក់ដូចជាកំពុងតែមានព្រៀបជ្រូកព្រៃដែលលាក់ខ្លួននៅក្នុងរូងក៏ស្ទុះចេញមកវាស្ទុះចូលទៅដោយមិនខ្លាចស្លាប់ដើម្បីសេចក្តីស្រឡាញ់វាហ៊ានបូជាសូម្បីតែជីវិតរបស់ខ្លួនស្ថានភាពចាប់ផ្ដើមប្រែប្រួលខ្លាឃិនវ័យក្មេងមួយនេះកំពុងធ្លាក់ក្នុងស្ថានភាពត្រូវគេឡោមព័ទ្ធពីពីរទេសនៅចំពោះមុខជ្រូកព្រៃពេញវ័យទាំងពីរនេះពួកវាទាំងពីរមិនបានរត់គេចឡើយផ្ទុយទៅវិញវាបែរជាឈរជើងយ៉ាងរឹងមាំព្រមទាំងបញ្ចេញចង្គមដ៏មុតស្រួយកង់គួរឲ្យខ្លាចទោះបីជាខ្លាឃិនមានគ្នាតិចជាងក៏ដោយប៉ុន្តែវាមានភាពក្លាហានយ៉ាងអស្ចារ្យវាស្ទុះលោតទៅមុខដោយតម្រង់ទៅត្រង់បំពង់របស់ជ្រូកព្រៃទី1ប៉ុន្តែជ្រូកព្រៃទី2បានស្ទុះមកជួយភ្លាមចង្គមរបស់វាបានឆ្កេះត្រូវចំហៀងខ្លួនរបស់ខ្លាឃិនសកម្មភាពដែលនេះបានកើតឡើងម្ដងហើយម្ដងទៀតធ្វើឲ្យរាងកាយរបស់ខ្លាឃិនហត់នឿយអស់កម្លាំងរាល់ពេលដែលខ្លាឃិនព្យាយាមវាយប្រហារជ្រូកព្រៃមួយក្បាលជ្រូកព្រៃមួយទៀតនឹងវាយបកវិញយ៉ាងសាហាវវាបានសម្រេចចិត្តយ៉ាងត្រឹមត្រូវមួយគឺបោះបង់ចោលចំណីរបស់ខ្លួនហើយរត់ចេញពីទីតាំងប្រយុទ្ធនោះយ៉ាងលឿនវាប្រើល្បឿនដ៏លឿនបំផុតដើម្បីរត់គេចខ្លួនជ្រូកព្រៃទាំងពីរបានដេញតាមអ្នកប្រមាញ់នេះបានសម្រេចប្រហែលនេះជាអានុភាពនៃសេចក្តីស្រឡាញ់ខ្លាឃិនដែលឃ្លានអាហារក៏ត្រូវបាក់មុខយ៉ាងខ្លាំងដែរទីបំផុតវាបានយល់ពីសេចក្តីដ៏ឈឺចាប់ក្នុងព្រៃថាកម្លាំងម្នាក់ឯងទោះជាខ្លាំងយ៉ាងណាក៏នៅតែអន់ថយជាងកម្លាំងសាមគ្គីដែលមិនអាចបំបែកបានរបស់ក្រុមដែរជ្រូកព្រៃបានបង្ហាញឲ្យឃើញដោយសកម្មភាពថាទោះជាសត្វដែលត្រូវគេស៊ីក៏មិនមែនជាជនរងគ្រោះដែលរងចាំតែស្លាប់នោះដែរក្នុងការតស៊ូវាងភាពឃ្លាននិងការរស់រានមានជីវិតគឺគ្មានអ្វីដែលត្រូវកំណត់ទុកជាមុននោះទេ